សួស្តីអ្នកទាំងអស់គ្នាខ្ញុំវិសាលថ្ងៃនេះបងណាខ្ញុំមានរឿងមួយដែលមានចំណងយើងថាដាវអត់បិសសមតប៉ុន្តែខ្ញុំទុំហៅវាថាដាវដល់អានកំបាំងតោះយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នាសាច់រឿងរបស់យើងបានចាប់ផ្ដើមឡើងនៅក្នុងដាងភ្នំមួយដែលវាមើលទៅពិតជាចម្លែកហើយយើងគឺបានឃើញថាវាមានផ្ទះជាច្រើននៅគីមនោះហើយសាច់រឿងរបស់យើងក៏កាត់មកទីកន្លែងមួយដែលមានប្រុសម្នាក់កំពុងតែបុកអ្វីមិនដឹងហើយគាត់ក៏បានដេញទៅកាន់ក្មេងស្រីម្នាក់ដែលនៅក្បែរគាត់ឲ្យចេះឆ្ងាយពីគាត់ព្រោះតែគាត់ចង់នៅតែម្នាក់ឯងប៉ុន្តែនាងគឺមិនបានស្ដាប់នៅអ្វីដែលគាត់បាននិយាយទេហើយនាងថែមទាំងយកនៅរំណៃរបស់នាងទៅឆ្កែរបស់ដែលគាត់កំពុងតែបុកយកមករឹតធ្វើដូចខ្លួនរបស់នាងកំពុងតែញ៉ាំស្ករគ្រាប់អញ្ចឹងនៅពេលដែលបានឃើញបែបនេះបើអ្នកនោះក៏បានរុញនាងចេញហើយគាត់ក៏បាននិយាយឡើងថានេះវាជាថ្នាំមិនមែនជាស្ករគ្រាប់ទេហើយយើងក៏បានដឹងដែរថាបរិបទនេះគឺមានឈ្មោះថាលីហូវ៉ានហើយគាត់គឺជាតួឯករបស់យើងឯងចំណែកឯកន្លែងដែលគាត់នៅវិញគឺជាប្រាសាទសិភើហើយខ្ញុំក៏មិនដឹងថាពាក្យហ្នឹងគេប្រែមកថាម៉េចដែរនៅពេលនោះគាត់ក៏បានគិតក្នុងចិត្តរបស់គាត់ថាមើលទៅក្មេងតែម្នាក់ហ្នឹងគឺមិនយល់នៅអ្វីដែលគាត់បាននិយាយទេហើយគាត់ក៏បានគិតបន្ថែមទៀតថាទីកន្លែងនេះគឺប្រៀបដូចជាសារមន្ទីរអញ្ចឹងរបៀបថាសារមន្ទីរដែលគេយកមនុស្សយកតាំងអំនឹងធ្វើទៅរឿងដែលអំពេចនោះគាត់ក៏បាននៅសម្លេងរំខានហើយគាត់ក៏បានងាកទៅមើលហើយយើងក៏បានឃើញអាកម៉ាប់កំពុងតែព្យាយាមធ្វើរឿងមិនល្អទៅលើក្មេងស្រីម្នាក់អាកម៉ាប់វាក៏បាននិយាយឡើងថាវាសុំលេងជាមួយនាងតែមិនភ្លេចទេប៉ុន្តែយើងមើលទៅកាន់ក្មេងស្រីនៅនោះវិញនាងពិតជាមានភាពភ័យខ្លាចចំណែកឯពួកអាចអចារ្យនៅក្បែរនោះពួកវាបែរជានាំគ្នាសើចវីហ៊ូវ៉ាន់នៅពេលដែលបានឃើញរឿងទាំងអស់ហ្នឹងគាត់ក៏បានលើកងើយឡើងហើយក៏គិតថាគ្រប់យ៉ាងវាគ្រាន់តែជាការបំផន់រួចហើយក៏វាយទៅកាន់ក្បាលអាខ្មាប់ឬសូតែពងបណ្ដាលឲ្យវាផ្សោងជិត82ម៉ែត្រក្មេងសែននោះដោយសារតែមានវេបរស់ជីសេសសមកជួយហើយនាងក៏ទៅពីក្រោយលីហូវ៉ាន់ហើយបន្ទាប់មកអាកម្មាប់វាក៏បានងើបឡើងហើយក៏ស្រែកទៅកាន់តួឯកប្រុសថាឯងគឺចប់ហើយតែឯងមិនដឹងទេថាលោកម្ចាស់គាត់គឺជាមនុស្សបែបម៉េចឯងប្រកាសជានឹងស្លាប់គាត់ប្រកាសជានឹងសម្លាប់ឯងនៅពេលដែលបានលើពាក្យទាំងអស់នឹងហើយលីហូវ៉ាន់ក៏តទៅវិញយ៉ាងឆ្លើយថាតើវាគឺតើវាជាស្អីវាគឺជាសត្វដេរឆាននៅពេលដែលបានលើពាក្យប្រមាណហ្នឹងហើយព្រមម៉ាប់គាត់ពិតជា shock តែម្ដងហើយគាត់ក៏បានតបទៅវិញថាហេតុអីបានជាឯងហ៊ានមើលងាយលោកម្ចាស់ចំណែកឯពួកអាចអចារ្យនៅគៀននោះវិញពួកវាគឺគៀងតែម្ដងហើយក៏នាំគ្នាមើលមកកាន់តួឯកប្រុសរបស់យើងគ្រប់គ្នាអំឡុងពេលហ្នឹងក៏មានបរិសម្នាក់បានដើរចូលមកហើយគាត់ក៏បាននិយាយថាពួកឯងឈ្លោះគ្នាស្អែកនៅបន្ទាប់មកគាត់ក៏បានប្រាប់ទៅកាន់លីហូវ៉ាន់ជាមួយនឹងអូនបាយថ្នាំយើងថាលោកម្ចាស់គឺចង់ឲ្យពួកគេទៅជួបនៅពេលដែលបានលើពេលទាំងអស់ហ្នឹងអាកម្មាប់វាក៏បានសើចចំអកហើយក៏និយាយថាថ្ងៃនេះឯងគឺចប់ហើយលីហូវ៉ាន់ក៏លេចមកមើលគេជាមួយនឹងកែវភ្នែកដល់ត្រជាក់នៅពេលដែលគាត់លឿនដំណើរចេញទៅហើយនោះក្មេងស្រីដែលគាត់បានជួយក៏បានទាញដៃគាត់និងប្រាប់គាត់ថាកុំឲ្យគាត់ទៅអីប៉ុន្តែលីហូវ៉ាន់របស់យើងគឺមិនបានខ្វល់នឹងពាក្យសម្ដីរបស់នាងទេហើយគាត់ក៏បានទាញដៃគាត់នៅវិញបណ្ដាលឲ្យនាងគឺ shock តែម្ដងសាច់រឿងរបស់យើងបានបង្ហាញនៅពេលដែលលីហូវ៉ាន់កំពុងតែដើរជាមួយនឹងអ្នកមកពីអាវសហើយគាត់ក៏បានគិតថាតើមាននឹងអីកាត់ឡើងចំពោះគាត់ហេតុអីបានជាគាត់ទៅខឹងជាមួយនឹងរឿងទាំងអស់ហ្នឹងវិញបុគ្គលិកលក្ខណៈរបស់គាត់ច្បាស់ណាស់គឺមិនបែបហ្នឹងទេគាត់មិនអាចឲ្យរឿងទាំងអស់នេះប៉ះពាល់ដល់បុគ្គលិកលក្ខណៈរបស់គាត់បានទេហើយទៅមកគាត់ក៏បានព្យាយាមខំខ្លួនឯងណាខ្ញុំចង់និយាយថាគាត់ព្យាយាមរងាប់អារម្មណ៍របស់គាត់នៅពេលដែលគាត់កំពុងតែព្យាយាមរងាប់អារម្មណ៍ខ្លួនឯងសោកនោះមានអូនញៀនថ្នាំក៏យកដៃនឹងមកប៉ះគាត់ហើយដោយសារតែគាត់កំពុងតែកពុលមុខផងគាត់ក៏ចាប់លើកដៃរបស់នាងឡើងហើយក៏សួរនាងថាតើនាងកំពុងតែចង់ធ្វើអ្វីហើយនាងក៏វាដៃមកដែលមើលទៅពិតជាគួរឲ្យចង់ញ៉ាំតែម្ដងហើយនាងក៏សួរទៅកាន់តួឯកប្រុសថាតើគាត់ចង់ញ៉ាំដែរអត់ហើយនៅពេលដែលបានឃើញមកអូននឹងយ៉ាងបែកអញ្ចឹងគាត់ក៏យកវាពីដៃរបស់នាងយកមកទុកមួយសន្ទុះក្រោយមកពួកគេក៏បានដើរមកដល់ទីកន្លែងមួយដែលវាមានសង្ការមួយយ៉ាងធំដែលកំពុងតែដុតដោយភ្លើងហើយយើងគឺបានឃើញបុរសចំណាស់ម្នាក់កំពុងតែបុកអ្វីមិនដឹងបន្ទាប់មកមីអូនបែកថ្នាំក៏បានគោរពទៅកាន់គាត់ដោយហៅគាត់ថាលោកម្ចាស់បន្ទាប់មកតាចាស់ហ្នឹងក៏ងាកក្បាលមកមើលទៅកាន់ធ្មេញរបស់គាត់ដូចជាមនុស្សមិនដែលដោះធ្មេញអស់82ឆ្នាំអញ្ចឹងហើយគាត់ក៏និយាយឡើងថាពួកឯងគឺបានធ្វើយើងរងចាំបន្ទាប់ពីគាត់និយាយរួចគាត់ក៏បានរត់មកក្រោយរបស់ពួកគេហើយក៏ចាប់ទៅកាន់កញ្ចឹងករបស់មីអូនបែកថ្នាំមួយហើយក៏រុញនឹងទៅលាក់ចូលទៅក្នុងត្បាល់បន្ទាប់ពីគាត់រុញមីអូនបែកថ្នាំទៅលាក់ចូលទៅក្នុងត្បាល់ហើយគាត់សើចដូចជាមនុស្សឈួតអញ្ចឹងចំណែកឯមីអូនបែកថ្នាំវិញក៏សួរថាទឹកហ្នឹងជាទឹកសឡូមែនអាហ្នឹងមិនមែនទឹកសឡូមីអូនឯងបែកខ្លាំងមែនទេណាអាហ្នឹងទឹកឈាមហើយនៅពេលនោះតាចាស់ក៏លើកយកងឡេយកមកបុកនាងលាយជាមួយទឹកឈាមតែម្ដងបន្ទាប់ពីគាត់បានកំទេចសាកសមមីអូនបែកថ្នាំហើយគាត់ក៏បានបញ្ជាឲ្យកូនចៅរបស់គាត់យកនាងយកទៅចាក់ចូលក្នុងចង្ក្រានហើយយើងនឹងលេបថ្នាំនៅពេលដែលបានឃើញទាំងអស់នេះធ្វើលីហូវ៉ាន់គឺគៀងតែម្ដងក៏ព្រោះតែរបស់ដែលពួកគេបានញ៉ាំគឺធ្វើចេញមកពីសាច់មនុស្សហើយគាត់ក៏បានព្យាយាមរងាប់អារម្មណ៍របស់គាត់ដែលបានគិតថាវាគ្រាន់តែជាការបំភ័ន្តហើយយើងក៏បានឃើញថាមានអ្នកបង្លាពីអ្នកបានយកមីអូនវាយថ្នាំចាក់ចូលទៅក្នុងចង្ក្រានដែលមើលទៅពិតជាគួរឲ្យខ្ពើម
បន្ទាប់មកតាមមាត់ស្អុយក៏បានសួរទៅកាន់ទូអេចប៉ោះថាយើងឮគេថាឯងហៅយើងថាសត្វដេរឆានតើវាជាការពិតទេលីហូវ៉ាន់មិនបានឆ្លើយនៅអ្វីដែលតានឹងបានសួរទេគាត់បានគិតថាសម្លេងតាហ្នឹងវាគ្រាន់តែជាសម្លេងមិនពិតនៅពេលដែលមនុស្សទូអេចប៉ោះរបស់យើងឆ្លើយនៅសំណួររបស់គាត់ក៏បានស្ទុះមកទូអេចប៉ោះរបស់យើងនឹងស្រែកទៅកាន់ទូអេចប៉ោះរបស់យើងឲ្យគាត់ឆាប់និយាយលីហូវ៉ាន់មិនបានខ្វល់នៅពាក្យសម្ដីរបស់តានឹងទេគាត់នៅតែបិទភ្នែកហើយគិតថាគ្រប់យ៉ាងនៅទីនេះវាគ្រាន់តែជាការបំភាន់នៅពេលនោះក៏មានពន្លឺអ្វីម្យ៉ាងលេចឡើងមកហើយវាបានធ្វើឲ្យតាហ្នឹងទាំងស្គប់មួយកន្លែងបន្ទាប់មកទូអេចប៉ោះរបស់យើងក៏បើកភ្នែកឡើងតាមពិតគាត់កំពុងតែនៅក្នុងមន្ទីរពេទ្យស្គួតសោះហើយគាត់ក៏បានដកដង្ហើមទាំងធូរស្បើយហើយក៏បាននិយាយក្នុងចិត្តថាវាទាំងអស់គ្រាន់តែជាការបំភាន់វគ្គមួយរបស់យើងគឺបានចប់ហើយអ្នកទាំងអស់គ្នាហើយនេះវាជាការសម្រាយរឿងលើកទី1របស់ខ្ញុំចឹងខ្ញុំគិតថាខ្ញុំធ្វើវាមិនបានល្អទេហើយអរគុណខាងមែនទែនសម្រាប់ការចំណាយពេលវេលារបស់អ្នកទាំងអស់គ្នាមកមើលរឿងដ៏អត់ប្រយោជន៍របស់ខ្ញុំអរគុណ